ទប់ទឹកភ្នែកមិនជាប់ក្រោយលីមតិចមេងរៀបរាប់អំពីអ្នកម្ដាយលោកលីមតិចមេងដែលជាម្ចាស់ជើងឯកកម្ពុជាអេដូរដូវកាលទី4បានរៀបរាប់អំពីអារម្មណ៍ពិតទៅកាន់អ្នកម្ដាយកាលពីម្សិលមិញនៅក្នុងការប្រគំតន្ត្រី Boostrong ធ្វើឲ្យមហាជនដែលទៅគាំទ្រនៅទីនោះសម្រក់ទឹកភ្នែកគ្រប់គ្នាលោកលឹមតិចមេងបានរៀបរាប់ទាំងទឹកភ្នែកថាប្រសិនបើខ្ញុំគ្មានលុយមើលទេម្ដាយខ្ញុំនឹងស្លាប់កាលពីឆ្នាំមុនប៉ុន្តែលុយដែលខ្ញុំបានមកគឺខ្ញុំបានបញ្ចាំផ្ទះរហូតមកដល់ឥឡូវនេះគាត់មិនបានដឹងនោះទេខ្ញុំតែងតែនិយាយថាម៉ែខ្ញុំមិនអីទេទោះម៉ែមើលអស់ប៉ុន្មានក៏ខ្ញុំមានលុយមើលម៉ែដែរមានបងប្អូនយើងជាច្រើនពួកម៉ាក់ស្ដីឲ្យខ្ញុំថាហេតុអ្វីមិនប្រើជីវិតឲ្យលយឆាយមិនប្រើជីវិតឲ្យអស់ចានៅក្នុងនាមជាតារាខ្ញុំប្រាប់ទៅពួកគាត់វិញថាខ្ញុំអត់មានទេប៉ុន្តែបើម្ដាយខ្ញុំឈឺខ្ញុំលូនទៅច្រៀងក៏ខ្ញុំទៅដែរដើម្បីម្ដាយខ្ញុំមកទល់នឹងថ្ងៃនេះម៉ាក់ខ្ញុំជារហូតទៅដល់ 80% ហើយបងប្អូនខ្ញុំសប្បាយចិត្តខ្លាំងមែនទែនទោះបីជាខ្ញុំអស់អីក៏ដោយខ្ញុំជំពាក់គេប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនខ្វល់ដែរជីវិតខ្ញុំទៅ27ឆ្នាំនោះទេខ្ញុំនៅមានកម្លាំងនៅវែងឆ្ងាយទៀតតែម្ដាយខ្ញុំមួយទោះបីជាខ្ញុំលីភ្នំមួយម្នាក់ឯងក៏ខ្ញុំលីដែរព្រមទាំងប្អូនស្រីខ្ញុំម្នាក់ទៀតទាំងអស់នេះគឺជាអារម្មណ៍ពិតរបស់លោកលីមតិចមេងដែលគាត់និយាយចេញមកទប់ទឹកភ្នែកទាំងអារម្មណ៍ក្តុកក្តួលធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែកតាមគ្រប់គ្នាលោកលីមតិចមេងគឺជាកូនប្រុសដែលចេះដឹងគុណដប់ស្នងសងគុណទៅកាន់ឪពុកម្ដាយដើរតាមគន្លងធម៌ជានិច្ចពិតជាតារាគំរូដែលមានអ្នកគាំទ្រស្រឡាញ់រូបលោកច្រើនពិតមែន